ការបញ្ចេញព័ត៌មានមួយបានដឹងថាប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនប៊ីសនឹងគ្រោះថ្នាក់ស្លាប់ព្រោះអធិបតេយ្យរបស់គាត់នៅពេលនោះរងការវាយប្រហារដោយដ្រូនពីសំណាក់ប្រទេសអ៊ុយក្រែនខណៈដែលគាត់ធ្វើដំណើរទៅកាន់តំបន់គោកក្នុងទឹកដីរបស់រុស្ស៊ីកាលពីថ្ងៃទី20ឧសភាការបញ្ចេញព័ត៌មាននេះផ្អែកតាមការចុះផ្សាយដោយសារព័ត៌មាន Bulgari Military យោងតាមប្រភពព័ត៌មានដដែលនេះបានបញ្ជាក់ដោយស្រង់ប្រភពព័ត៌មានពីខាងក្នុងប្រទេសរុស្ស៊ីគឺពីកងកម្លាំងរបស់រុស្ស៊ីដែលបង្ហើបថានៅពេលដែលលោកវ្លាឌីមៀពូទីនកំពុងស្ថិតនៅលើអធិបតេយ្យសម្ដៅចូលទៅតំបន់គោកក្នុងទឹកដីរបស់រុស្ស៊ីកាលពីថ្ងៃទី20ឧសភានោះគឺអធិបតេយ្យដែលដឹកលោកពូទីនស្ថិតនៅក្នុងភាពគ្រោះថ្នាក់បំផុតដោយសារតែដ្រូនរបស់អ៊ុយក្រែននៅពេលនោះបើកចូលទៅខាងក្នុងទឹកដីរបស់រុស្ស៊ីហើយក៏ដ្រូនខ្លះតាមចាប់រូបភាពនិងតាមបំបញ្ញបាញ់អធិបតេយ្យដែលដឹកលោកពូទីនផងដែរប៉ុន្តែសំណាងល្អទាំងលោកពូទីននិងអ្នកបើកបរអធិបតេយ្យបានគេចចេញពីសំណាញ់នៃដ្រូនហោះហើររបស់ប្រទេសអ៊ុយក្រែន Bulgari Military បានចុះផ្សាយថាខ្លួនគេទទួលបានការបង្ហាញព័ត៌មាននេះក៏ចេញពីមន្ត្រីរបស់រុស្ស៊ីម្នាក់និងបណ្ដាញសង្គមនិងការបញ្ចេញព័ត៌មានក្នុងស្រុករបស់ប្រទេសរុស្ស៊ីផងដែរតែ Bulgari Military មិនបានបញ្ជាក់ថាតើសារព័ត៌មានក្នុងស្រុករបស់ប្រទេសរុស្ស៊ីមួយណាជាអ្នកបញ្ចេញព័ត៌មាននេះទេយ៉ាងហោចណាស់គេដឹងថាបណ្ដាញសង្គម X មួយឈ្មោះថា Splinter Observer បានដឹងថាអធិបតេយ្យដែលដឹកលោកពូទីននោះវាស្ថិតនៅក្នុងស្ថានភាពអសន្តិហើយនៅថ្ងៃទី20ឧសភានោះដែលលោកពូទីនជិះលើអធិបតេយ្យនោះសម្ដៅទៅតំបន់គោកក្នុងទឹកដីរបស់រុស្ស៊ីស្រាប់តែមានការវាយប្រហារដោយដ្រូនពីសំណាក់ប្រទេសអ៊ុយក្រែននេះបញ្យងតាមការបញ្ជាក់របស់មេបញ្ជាការកងទ័ពអាកាសម្នាក់នៃប្រទេសរុស្ស៊ីឈ្មោះថា Yuri Dakin លោក Yuri Dakin បានបញ្ជាក់នៅលើបណ្ដាញសង្គម X ថាអធិបតេយ្យដែលដឹកលោកវ្លាឌីមៀពូទីនទៅតំបន់គោកកាលពីថ្ងៃទី20ឧសភានោះវាដូចជាប្រថុយខ្លាំងណាស់នៅពេលនោះព្រោះថាដ្រូនបើការវាយប្រហាររបស់អ៊ុយក្រែនក៏ចូលទៅដល់តំបន់នោះផងដែរបានហោះហើរវាយប្រហារចូលទៅតំបន់មួយចំនួននៃតំបន់គោកប៉ុន្តែនៅពេលនោះអធិបតេយ្យដឹកលោកពូទីនដែលការពិតគឺព្យាយាមបើកកិច្ចយ៉ាងលឿនបំផុតជាមួយនឹងអ្នកបើកបរអធិបតេយ្យនោះមានភាពប៉ិនប្រសប់យ៉ាងខ្លាំងដែលអាចគេចចេញពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនយ៉ាងណា Bulgari Military ចុះផ្សាយថាมันមានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយចេញពីវិមានកម្លាំងចេញពីក្រសួងការពារជាតិឬចេញពីអាជ្ញាធរនៃប្រទេសអ៊ុយក្រែនរដ្ឋាភិបាលអ៊ុយក្រែននោះទេដែលថាចំពោះការចុះផ្សាយរបស់សារព័ត៌មាន Bulgari Military និងសារព័ត៌មានក្នុងស្រុកដែលថាលោកពូទីនដែលជាអធិបតេយ្យរបស់គាត់ចូលទៅតំបន់គោកកាលពីថ្ងៃទី20ឧសភានោះប្រឈមមុខស្លន់ស្លោមែនទែនដោយសារតែដ្រូនរបស់អ៊ុយក្រែនបើកការវាយប្រហារទៅទឹកគ្នានៅពេលនោះលោកពូទីនបានចុះទៅតំបន់គោកក្នុងទឹកដីរបស់រុស្ស៊ីកាលពីថ្ងៃទី20ឧសភានោះគឺលោកចុះទៅត្រួតពិនិត្យស្ថានភាពសមរភូមិចុងក្រោយរបស់រុស្ស៊ីដែលរងការវាយលុកកាន់កាប់ដោយកងទ័ពអ៊ុយក្រែនលើកទ័ពចូលទៅសមរភូមិគោកអំឡុងខែសីហាឆ្នាំ2024ហើយវាយកាន់កាប់បានទីតាំងឈរជើងលើតំបន់គោកក្នុងទំហំដី1400គីឡូម៉ែត្រក្រឡាតែត្រូវបានកងទ័ពរុស្ស៊ីសហការជាមួយនឹងកងទ័ពកូរ៉េខាងជើងវាយរុញច្រានកងទ័ពរុស្ស៊ីបានកាលពីចុងខែមេសាចេញពីតំបន់គោកនេះនៅក្នុងដំណើរទស្សនកិច្ចរបស់លោកវ្លាឌីមៀពូទីនទៅកាន់តំបន់គោកនោះលោកវ្លាឌីមៀពូទីនបានជួបនឹងមន្ត្រីថ្នាក់ក្រមជាតិរបស់គាត់នៅតំបន់គោកនេះជួបនឹងអភិបាលស្ដីទីតំបន់គោកលោក Alexander Kinten និងបានចុះទៅត្រួតពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែររបស់តំបន់គោកផងដែរនេះបញ្យងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានក្នុងស្រុកនៃប្រទេសរុស្ស៊ីសេចក្តីរាយការណ៍របស់ Bulgari Military ចុះផ្សាយថាដ្រូនដែលបើកការវាយប្រហារទៅលើតំបន់គោកចំពេលដែរអធិបតេយ្យដឹកលោកវ្លាឌីមៀពូទីនចូលទៅទីនោះត្រូវគេមើលឃើញថាជាដ្រូនយុទ្ធសាស្ត្ររបស់អ៊ុយក្រែនហើយដ្រូនរាប់សិបគ្រឿងនោះវាបានហោះចេញពីព្រំដែនរបស់អ៊ុយក្រែនដ្រូនទាំងនេះធ្លាប់បើកការវាយប្រហារចូលដល់រដ្ឋធានីមូស្គូតំបន់គ្រីមៀនិងតំបន់ជាច្រើនទៀតទៅជុំវិញព្រំដែនរបស់រុស្ស៊ីក្បែរនឹងព្រំដែននៃប្រទេសអ៊ុយក្រែន Yuri Dakin ដែលគេស្គាល់ថាជាមេបញ្ជាការកងទ័ពអាកាសនៃប្រទេសរុស្ស៊ីបានឲ្យដឹងថាកងកម្លាំងនៃកងទ័ពរុស្ស៊ីបានព្យាយាមទប់ស្កាត់ខ្លាំងណាស់នៅពេលដែលលោកពូទីនកំពុងស្ថិតនៅលើអធិបតេយ្យនោះសរុបតែមានដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿងបកការវាយប្រហារនោះគឺព្យាយាមទប់ស្កាត់រុញច្រានដ្រូនរបស់អ៊ុយក្រែនឲ្យធ្លាក់មកដីវិញនិងពេលខ្លះធ្វើឲ្យដ្រូនរបស់អ៊ុយក្រែននោះបាត់បង់ការហោះហើររបស់ខ្លួនទៀតផងមកដល់ពេលនេះមករាប់ពីថ្ងៃទី20ឧសភាមកដល់ពេលនេះគឺជា1សប្តាហ៍ហើយក្រសួងការពារជាតិនៃប្រទេសរុស្ស៊ីក៏ដូចជាវិមានកម្លាំងនៅតែបន្តលាក់ព័ត៌មាននេះនៅឡើយនោះទីមិនបានបញ្ជាក់ថាតើវាជារឿងពិតដែរឬទេដែលការបញ្ចេញព័ត៌មានមួយរបស់លោក Yuri Dakin ដែលត្រូវបានអះអាងថាជាមេទ័ពអាកាសម្នាក់របស់រុស្ស៊ីនោះ
តាមសេចក្តីរាយការណ៍របស់ Bulgari Military ដែលនេះឲ្យដឹងថាដ្រូនរបស់អ៊ុយក្រែនទាំងនោះវាហោះចេញពីផ្នែកមួយខាងក្នុងទឹកដីរបស់អ៊ុយក្រែនតែបន្តិចដែលវាឆ្លងកាត់ព្រំដែនរបស់អ៊ុយក្រែននៅតំបន់ Zambie ហើយចូលទៅតំបន់គោកក្នុងទឹកដីរបស់រុស្ស៊ីសូមជម្រាបថាលោក Vladimir Putin បានចុះទៅតំបន់គោកក្នុងទឹកដីរបស់ខ្លួនឯងនេះគឺជាលើកដំបូងចាប់តាំងពីរុស្ស៊ីប្រកាសបើកប្រតិបត្តិការវាយបកវិញរុញច្រានកងទ័ពរុស្ស៊ីនៅអំឡុងខែកញ្ញាឆ្នាំ2024ជាមួយនឹងកងទ័ពរបស់រុស្ស៊ីដល់ទៅ 64,000 នាក់បុកបន្ថែមទៀតជាមួយនឹងកងទ័ពកូរ៉េខាងជើង 12,000 នាក់យ៉ាងណាចំពោះរូប Vladimir Putin ដែលធ្វើដំណើរទៅណាមកណានោះតែងតែមានការពារយ៉ាងរឹងមាំសូម្បីតែគាត់ធ្វើដំណើរនៅកណ្ដាលទីក្រុងមូស្គូក៏ភិជាច្រើនលោក Putin មិនបានធ្វើដំណើរតាមរថយន្តនោះទេច្រើនតែធ្វើដំណើរតាមអូតូប្លង់ដេរថពាតដែកទៅកាន់វិមានក្រំឡាំងជាមួយនឹងការដាក់ពង្រាយកងអង្គរៈយ៉ាងច្រើននៅតាមផ្លូវដើម្បីការពារបរិយាខ្លាំងបំផុតវិមានក្រំឡាំងរូបនេះលោក Vladimir Putin បើទោះជាបរិយាខ្លាំងកម្ពុជាបំផុតនៅវិមានក្រំឡាំងក៏ដោយប៉ុន្តែសត្រូវនៅជុំវិញគាត់ក៏មានច្រើនផងដែរអ្នកនយោបាយបកប្រឆាំងដែលនិយមពួកលោកខាងលិចមិនពេញចិត្តមិនគ្រប់គ្រងការធ្វើសង្គ្រាមរបស់លោក Putin នៅលើទឹកដីអ៊ុយក្រែនដូចទីហើយអ្នកនយោបាយជាច្រើនត្រូវបានលោក Putin ចាប់ឃុំខ្លួនរហូតដល់មានអ្នកខ្លះត្រូវបាត់បង់ជីវិតទៀតផងជាក់ស្ដែងមានរំនាំបកប្រឆាំងដល់ល្បីល្បាញបំផុតគឺលោក Alexei Navalny ដែលពួកបច្ចឹមប្រទេសចាត់ទុកថាជាអ្នកនយោបាយប្រឆាំងដែលហ៊ានជុលជាមួយនឹងបរិបទខ្លាំងបំផុតនៅវិមានក្រំឡាំងនេះបានស្លាប់នៅក្នុងការឃុំខ្លួននៅក្នុងគុកមួយនៅតំបន់ស៊ីបេរីពួកបច្ចឹមប្រទេសបានហៅការស្លាប់របស់លោក Alexei Navalny មេបកប្រឆាំងដល់ល្បីបំផុតតែគេរំពឹងថាបរិបទនេះបើមានឱកាសគឺគាត់នឹងផ្ដួលរំលំលោក Putin បានតាមរយៈការបោះឆ្នោតប៉ុន្តែលោក Putin បានខៀវខាំងបរិបទនេះចាប់ដាក់គុកបរិបទនេះមិនឲ្យមានសិទ្ធិក្នុងការធ្វើនយោបាយដូចទីចាប់តាំងពីសង្គ្រាមរបស់គាត់ផ្ទុះឡើងនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនបរិបទខ្លាំងវិមានក្រំឡាំងរូបនេះមានសត្រូវជុំវិញខ្លួនសូម្បីតែយុវជនប្រជាជននៅទីក្រុងមូស្គូភាគច្រើនមិនបានគ្រប់គ្រងសង្គ្រាមរបស់គាត់ដូចទីប្រជាជនយុវជនណាដែលហ៊ានចេញធ្វើបាតកម្មត្រូវចាប់ដាក់គុកទាំងអស់តែសូមជម្រាបទៀតថាលោក Vladimir Putin ប្រុងប្រយ័ត្នណាស់ខ្លាចតែគេធ្វើឃាតតាមរយៈរូបភាពណាក៏ដោយនោះសូម្បីតែខ្លួនរបស់គាត់ក៏ត្រូវបានគេមើលឃើញថាមានសៀតកំភ្លើងខ្លីជាប់នឹងខ្លួនផងដែរបើទោះជាគាត់អង្គុយប្រជុំជាមួយនឹងគណៈរដ្ឋមន្ត្រីនិងមេទ័ពរបស់គាត់ក៏ដោយនោះនិយាយទៅចាប់តាំងពីសង្គ្រាមរបស់លោក Putin ផ្ទុះនៅលើទឹកដីអ៊ុយក្រែននេះឧត្តមសេនីយ៍និងវីរៈសេនីយ៍ជាច្រើនអ្នកត្រូវបានចាប់ខ្លួនដោយសារតែលោក Putin និងចារកម្មរបស់គាត់សង្ស័យថាឧត្តមសេនីយ៍ទាំងនោះមិនចង់ដឹកនាំការប្រយុទ្ធនៅលើ